ប្រកាច់យកនេះឯងឈួតមែនទេហ៎ព្រះអង្គម្ចាស់សើទទួលអាយ៉ាហើយបានជាមកយើងទៅវិញណែឆាប់យកទៅលោកប្រចាំយកទៅវិញទៅនៅណានៅចេះណាយកទៅវិញអើយម្ដាយអើយជួយផងអាយ៉ាអើយកូនស្រីប្រយ័ត្នអើយចាំមិនហើយប្រយ័ត្នឆេងហ្វុងប្រយ័ត្នផងឆេងហ្វុងប្រយ័ត្នហេតុអីក៏វាប្រតិកម្មអញ្ចឹងណ៎ណែមូលហេតុដែលវាមិនផ្ទុះក៏ព្រោះតែឯងជន់ទៅលើវាយកទឹកមាត់បញ្ឈប់វាបានឆេងហ្វុងលោកអស់ចាន់ណាប្តីរបស់អូនគឺប្រកែកអញ្ចឹងហើយអំបាញ់មិញនេះឯងថាទឹកមាត់របស់ឯងប្រកែកមែនទេការពិតទៅរបស់នេះមានបញ្ហាទេអស់ចាអៃដលនិយាយត្រូវណាស់អៃដលមិនចេះខ្មាស់គេតែម្ដងព្រះអង្គម្ចាស់ទ្រង់គិតពីប្រយោជន៍យើងមិនដូចជាឯងនោះទេឯងគិតតែពីខ្លួនឯងតែប៉ុណ្ណោះម្យ៉ាងទៀតការភ្នាល់នេះមិនទាន់ចប់នៅឡើយទេណាហេតុអីក៏ក្អឹកកតោម៉េះពិតជាសំណាងហើយដែលរបស់នេះវាមិនផ្ទុះនោះបើសិនជាវាផ្ទុះវិញវាអាចប៉ះពាល់ដល់អ្នកគ្រប់គ្នាមិនខានទេឯងគិតថានេះជាគុណសម្បត្តិរបស់ឯងតាមយើងគិតឯងច្បាស់ជាបារមីផ្លូវខ្លងជួយពន្លត់ទេឬនេះមិនមែនឯងអ្នកធ្វើទេត្រូវហើយនេះគឺជាបារមីម៉ៃសុគន្ធបើមិនជឿសួរតែប្រពុតរបស់យើងនាងក៏កាន់ផ្លូវក្នុងដែរណាចង្រៃណាស់និយាយមិនចេះខ្មាស់គេអាចឈឹមហើយអាចឈឹមឯងនេះពិតជាមិនខ្មាស់គេមែនជើងពិតជាមិនគួរឲ្យជឿថាមនុស្សដូចជាឯងចរិតចាប់ជាងគ្រូទឿទៅទៀតអូខេឥឡូវការភ្នាល់គ្នាគឺត្រូវបានបញ្ចប់ទៅហើយល្មមគួរតែដឹងថានរណាឈ្នះនរណាចាញ់ហើយអាគ្រូជោគជ័យអើយឯងគិតថាយើងអត់មានអាវុធផ្សេងទៀតមែនទេយើងបើកឲ្យឯងមើលទៀតចុះហាឯងឃើញទេតើនេះជាអ្វីចាក់កនុំឆែបអាយ៉ាអាវុធនេះពិតជាអស្ចារ្យណាស់បើតបពេញបានមានអាវុធទាំងអស់នេះដល់សិនយើងពិតជាយ៉ាប់ហើយណាអាឆាម៉ាមិនទាន់បានចូលឆ្នាំផងឯងអាចផៅវាជាផៅមែនតែអាចសម្លាប់ឯងបានទោះបីជាឯងមានស្នេបតែបាញ់បានតែមួយគ្រាប់ទេតែគ្រាប់បែកយើងគប់តែមួយគ្រាប់ងាប់គ្នាច្រើនអ្នកនេះឯងគិតថាអាគ្រាប់បែកផៅឯងនេះអស្ចារ្យណាស់ទៅមិនស្មើនឹងផោមរបស់ជើងផងយ៉ាងម៉េចឯងនៅមានអាវុធពិសេសទៀតហ្នឹងហើយនេះពួកឯងចាប់ផ្ដើមអ៊ូទៀតមែនទេឯថាណាគេលោកម្ចាស់អត់ទេខ្ញុំថាឲ្យវានោះទេខ្ញុំថាឲ្យវាឆេងហ្វុងក្របបែកនៅលើដៃមន្ត្រីនោះពិតជាមានអធិពលណាស់កងទ័ពទាំងពីរប្រយុទ្ធគ្នាដាស់ស៊ីងយើងច្បាស់ជាខូចខាតព្រះអង្គកុំបារម្ភអីចាំទូបង្គំលេងជាមួយវាសៅយូតើលោកពិតជាមានវិធីអាចទប់ទល់ជាមួយក្របបែកនេះបានមែនទេឆេងហ្វុងហើយអ្នកប្រុសណែចាំខ្ញុំយកអា3នេះជំរះបញ្ជីជាមួយវានេះមិនអាចខ្លាចជាការពិតទេខ្លាញ់ទេដឹងអីណាបើខ្លាញ់ឯងឈរនៅស្ងៀមទៅចាំយើងដាក់តែមួយគ្រាប់ទេយើងគ្រាន់តែមានអារម្មណ៍ថារបស់នេះវាដូចជាពិតដែរតាជឿដឹងថាឯងមិនហ៊ានទេគ្រាន់តែជាអាវុធកំពេចកំពុកសោះចង់មកគម្រាមលោកម្ចាស់ខាប់ផងអីចង្រៃយកប្រសិនបើអាវុធរបស់ខ្ញុំនេះវាមិនខ្លាំងទេអញ្ចឹងសាក់មកគ្រាប់សិនទៅអីណែឆេងហ្វុងលោករដ្ឋមន្ត្រីនិងលោកម្ចាស់និយាយត្រូវឯនេះពិតជាមានល្បិចមែនអ្នកណាល្បិចជាអ្នកណានាងដឹងក្នុងចិត្តហើយនៅក្នុងសម័យបុរាណបែបនេះរបស់នេះគឺមិនមាននោះទេតែពេលនេះមានហើយចង្សាក់ដែរទេចង្សាក់ទេចង្សាក់ទេចង្សាក់ទេហូបពងហើយដេកបានជាអាវុធនេះខ្លាំងម្លេះអញ្ចឹងមិនសួរខ្ញុំធ្វើអីខ្ញុំមិនដឹងទៅហើយស្ទើរតែមិនជឿទេថាអាវុធនេះវាមានអត្តពលខ្លាំងដល់ម្លឹងនោះសូមអបអរព្រះរាជាដល់សិញរបស់យើងមានអាវុធបែបនេះគ្មានសត្រូវឈ្លានពានឆេងហ្វុងពិតជាប្រកែមែនឆេងហ្វុងលោកពិតជាអាចបង្កើតអាវុធនេះបានគឺខ្ញុំពិតជារីករាយមែនទេអាចាតូចតាចទេហាអាឈឹមឯងមានអ្វីបន្ថែមទៀតទេយើងមិនជឿថាសម័យបុរាណបែបនេះឯងអាចផលិតអាវុធទំនើបបែបនេះទេចាំមិញឯងព្រមចុះចាញ់យើងហើយជួយល្អឯងឆាប់លុតជង្គង់សុំទោសយើងភ្លាមទៅអាវុធទាំងអស់នេះឯងបានមកពីណាមិនទើសក្បាលឯងទេរឿងនេះពិតជាមិនស្រួលទេមិនអីទេយើងនឹងផលិតអាវុធបន្ថែមជានឹងទៅទៀតធ្វើឲ្យឯងចាញ់យើងទាល់តែបានតែម្ដងឥឡូវឯងចង់ធ្វើអ្វីទៀតជួយល្អលិតស្បែកជើងរបស់យើងទៅមកអាចង្រៃឯងចាប់មើលរបស់យើងមួយទៀតទៅឆាប់រុញវាមកបងលោកម្ចាស់អាយ៉ាលោកម្ចាស់ครับតើវត្ថុនេះគឺជាអ្វីទៅរបស់នេះគេហៅថាកំភ្លើងធំវាមានទម្ងន់1200គីឡូអាចបាញ់កំផែងចម្ងាយ300ម៉ែត្រអាចបាញ់កំទេចក្រុងសម្រាប់មនុស្សជាច្រើនអ្នកអាវុធរបស់លោកម្ចាស់ครับនេះបើនៅក្នុងសមរភូមិពិតជាល្អខ្លាំងណាស់ណាម្ដងនេះយើងបាញ់កំភ្លើងធំឲ្យឯងមើលថាអំណាចកំភ្លើងធំនោះវាខ្លាំងប៉ុណ្ណាទៅជិញហ្វុងគ្រោះថ្នាក់ណាស់កូនមិនអីទេពកឲ្យវាលេងតាមសប្បាយចិត្តចោះសាយូរុញរបស់យើងមកយ៉ាល់ប្រាំ
ដាយហើយអាក្របបីឯងវារបស់នេះមកពីណាទៀតហើយមកសាក់គ្នាសិនទៅឯងចាំមើលចុះថ្ងៃនេះយើងនឹងសម្លាប់ឯងឲ្យបានអាឈឹមយើងមិនដែលខ្លាចឯងទេបើឯងចង់ស្លាប់ក៏យើងអាចកំដរបានតើឯងប្រកាសចិត្តដែរទេដែលថាចង់ប្រកួតជាមួយនឹងយើងនោះហ៎ហេតុអីបានជាអាប្រែតនេះអ្វីគ្រប់យ៉ាងវាល្អជាងយើងអញ្ចឹងហ៎ហេតុអីលោកម្ចាស់ខាំតាមមើលទៅខ្ញុំគិតថាវាលួចចម្លងពីលោកម្ចាស់ខាំនោះទេសូម្បីតែកំណងកំភ្លើងរបស់វានេះក៏មានការលួចចម្លងដែរលោកមេតបឆាប់បាញ់កំភ្លើងធំនេះសម្ដៅទៅលើអ្នក single ទៅលោករដ្ឋមន្ត្រីក៏បង្កើតរឿងអសោះមិនអីទេព្រះអង្គម្ចាស់វាបាញ់តែអ្នក single ទេចំណែកព្រះអង្គបន្តិចទៀតខ្លាចជាប្រពន្ធរបស់ទូបង្គំហើយយើងប្រាប់ឯងទៅចុះបើឯងចង់សាកយើងអាចកំដរឯងបានណាចេញហ្វង់យើងគិតថាឯងគ្មានផ្លូវទេដែលអាចផលិតអាវុធសេរីទំនើបនៅក្នុងសម័យបុរាណបែបនេះយើងមិនជឿទេបើមិនជឿកុំនិយាយច្រើនពេកអីឯងចាំតែមើលទៅថាអាវុធរបស់ឯងនេះខ្លាំងប៉ុណ្ណាយើងខ្លាំងប៉ុណ្ណាឯងចាំតែមើលទៅចេញហ្វង់សំលោកកុំបន្ថយជីវិតអសោះចេញហ្វង់យល់ល្អឯងឆាប់រកបារមីផ្លូវក្នុងមកជួយឯងឲ្យទៅបើមិនចឹងទេឯងច្បាស់ជាងាប់មិនខានទេចេញហ្វង់បើសិនជាលោកមានឆន្ទៈក្នុងការផ្លន់នេះទាំងអស់គ្នាច្បាស់ជាយល់ព្រមតាមលោកយើងធុញនាងមួយថ្ងៃទៅហើយសាជួសេរីកណ្ដងទៅកាន់នាងទៅឆាប់សេរីកណ្ដងទៅឆាប់សិនយើងនិយាយគ្នាសិនទៅបានដែរទេលោកម្ចាស់ខាំតើលោកខ្លាចអ្វីទៅត្រូវហើយលោករដ្ឋមន្ត្រីរបស់លោកច្បាស់ជាឈ្នះវាជាមិនខានឆាប់បិទមាត់ទៅស្រីយ៉ាងไรចាំមិនហាឈឹមឯងខ្លាចយើងមែនទេអញ្ចឹងលូតជង្គង់ទៅអ្វីដែលយើងមិនយល់នោះហេតុអីបានជាឯងផលិតអាវុធបែបនេះបានជើងប្រាប់ឯងលូតជង្គង់ឯងនិយាយហេតុផលអញច្រើនម្ល៉េះពេលនេះយើងមិនទាន់ដឹងថានរណាឈ្នះឬក៏ចាញ់នោះទេឯងកុំទាន់អាសប្បាយចិត្តពេកអីលោករដ្ឋមន្ត្រីតើលោកមានកម្រងអីទេបើតាមទទួលបង្គំគិនកម្រងរបស់វានេះគ្មានអ្វីអស្ចារ្យនោះទេឆេងហ្វុងសូមលោកកុំមើលងាយសត្រូវអសោះដូចជាប្រនាងបាននិយាយអញ្ចឹងឯងកុំគិតថាអាវុធរបស់យើងនេះដាក់ទៅវាគ្មានប្រយោជន៍អីសោះចាស់ឯងអាក្រែងចេះគេវើយរបស់យើងធ្វើត្បិតថាវាមិនទំនើបប៉ុន្តែក៏អាចបំបែកក្រុងមួយទាំងមូលបានដែរតើលោកចង់មានន័យយ៉ាងម៉េចចំពោះរឿងនេះខ្ញុំសូមប្រកាសដល់អ្នកទាំងអស់គ្នាតែម្ដងបើសិនជាតបបៃម៉ារបស់យើងឈ្នះនគរដាស៊ីងនោះព្រះរាជាត្រូវតែរៀបការជាមួយនឹងទូបង្គំតែបើសិនជាទូបង្គំចាញ់នោះទូបង្គំនឹងដកកងទ័ពបៃម៉ារបស់ទូបង្គំទៅកាន់នគររបស់ខ្លួនវិញតើមន្ត្រីដាស៊ីងទាំងអស់យល់ព្រមដែរទេអីពិតមែនហើយបើទ័ពបៃម៉ាមានអាវុធទាំងអស់នេះច្រើននោះអញ្ចឹងនគរដាស៊ីងរបស់យើងមិនអាចទប់ទល់ជាមួយនឹងគេបាននោះទេយើងបានប្រាប់អ្នកទាំងអស់គ្នាតាំងពីយូរណាស់ហើយតាថានគរដាស៊ីរបស់យើងមិនអាចមានអ្វីតបតជាមួយនឹងលោកម្ចាស់ខាប់បានទេប៉ុន្តែអ្នកទាំងអស់គ្នានៅតែមិនជឿបែរទៅជាជឿអាល្អិតចង្រៃវិយននេះទៅវិញល្ងងដោយខ្លួនឯងអ្នកទាំងអស់គ្នាដាក់ក្តីសង្ឃឹមទៅលើអាល្អិតម្នាក់នេះឥឡូវខ្ញុំជួយនិយាយទៅចាស់ប្រហារជីវិតគេទៅលោកម្ចាស់ការពិតទៅនគរដាស៊ីងរបស់យើងគឺចង់សម្ព័ន្ធជាមួយនឹងបៃម៉ានោះទេប៉ុន្តែកំហុសគ្រប់យ៉ាងគឺដោយសារតែអាចោមសៀតម្នាក់នេះទើបធ្វើឲ្យរឿងច្បុកច្បល់លោកនិយាយបែបនេះសមហេតុផលយល់ល្អលោកគួរតែបញ្ចុះបញ្ចូលឲ្យព្រះរាជារៀបអភិសេកជាមួយយើងចំណែកឯព្រះនាងដែលជាប្អូនស្រីរបស់ព្រះរាជាក៏ត្រូវតែរៀបការជាមួយនឹងយើងផងដែរប៉ិតជាអត់គេខ្មាស់មែនអញ្ចឹងហើយអញមានដឹងទេថាឯងកំពុងនិយាយនេះគឺនឹងទឹកដីដាស៊ីងណាទោះបីយើងនៅទឹកដីដាស៊ីងតើវាយ៉ាងម៉េចអ្វីដែលសំខាន់នោះកងទ័ពបៃម៉ារបស់យើងបានជិតមកដល់ហើយបើសិនជានៅតែមិនព្រមទៀតនោះអញ្ចឹងយើងនឹងកន្តិចនគរដាស៊ីងនេះឲ្យคล้ายទៅជាផេះតែម្ដងឈ្មោះឯងខាប់នេះពិតជាស័ក្តិសមណាស់អរគុណអាកូនប្រុសដែលបានសរសើរប៉ាបើយល់ល្អឯងគួរតែសម្លាប់ខ្លួនឥឡូវនេះទៅបើមិនអញ្ចឹងទេយើងនឹងឲ្យកងទ័ពរបស់យើងចូលវាយលុកនគរដាស៊ីងនេះឈិញហ្វុងតើឯងជាមនុស្សទេដល់ពេលនេះទៅហើយនៅមិនទាន់បង្ហាញទៀតទេត្រូវហើយឈិញហ្វុងយើងប្រាប់ឯងយុទ្ធបនចុះឯងគួរតែលុតជង្គង់សុំទោសលោកមន្ត្រីខាប់ទៅជង្គង់របស់ខ្ញុំពិតជាមានតម្លៃខ្លាំងណាស់មិនស័ក្តិសមលុតជង្គង់ចំពោះមុខគេនោះទេឈិញហ្វុងតើលោកអាចដោះស្រាយជាមួយកងទ័ពបៃម៉ានៅខាងជើងបានអត់